សួស្តីសិស្សានុសិស្សយើងនេះខ្ញុំមកបង្ហាញអំពីការពិនិត្យលទ្ធផលសិក្សារបស់យើងទាំងអស់គ្នាមុនដំបូងយើងគ្រាន់តែចុច Start អញ្ចឹងមកហើយយើងមើលនៅខាងឆ្វេងដៃនេះវាមានពាក្យថា Menu យើងចុចទៅលើពាក្យ Menu ហើយយើងពិនិត្យមើលលទ្ធផលសិក្សាយើងចុចទៅលើវាអញ្ចឹងមកនោះវានឹងលោតថ្នាក់ឲ្យយើងជ្រើសរើសហើយឧទាហរណ៍ថាយើងចង់មើលថ្នាក់ទី 10A យើងចុចទៅលើថ្នាក់ទី 10A ហើយយើងចង់មើលលទ្ធផលដែលយើងសិក្សាហ្នឹងនៅប្រចាំខែឧសភាយើងគ្រាន់តែចុចទៅលើខែឧសភាហ្នឹងមកនោះវានឹងលោតឈ្មោះហើយឲ្យយើងជ្រើសរើសអញ្ចឹងយើងចុចទៅលើឈ្មោះយើងមកឧទាហរណ៍ថាឈ្មោះផានដងតែ2យើងចុចទៅលើលេខកូដក៏ជាប់អញ្ចឹងមកនោះវានឹងបង្ហាញបន្ទុកដែលយើងបានប្រឡងគ្រប់មុខវិជ្ជាដែលអ្នកគ្រូលោកគ្រូគាត់បញ្ចូលមកឧទាហរណ៍ថាបន្ទុកបច្ចេកវិទ្យាគាត់បាន37បន្ទុកសម្រាប់បន្ទុកផ្សេងគឺអត់ទាន់មានទេដោយសារអ្នកគ្រូលោកគ្រូគាត់អត់ទាន់បញ្ចូលមកអញ្ចឹងអាឡែងពិនិត្យលទ្ធផលសិក្សានេះយើងអាចចូលមើលដោយងាយស្រួលដោយមិនបាច់ចាំសួរលោកគ្រូអ្នកគ្រូនោះទេគឺគ្រាន់តែចុចតាមដែលអ្វីដែលខ្ញុំណែនាំប្រាប់នឹងមកយើងអាចមើលបន្ទុកដែលខ្លួនឯងបានហើយសម្រាប់ពិនិត្យអវត្តមានយើងចង់ដឹងថាយើងបានឈប់ប្រមាណដងហើយអញ្ចឹងយើងគ្រាន់តែចុចកន្លែងពិនិត្យអវត្តមានហ្នឹងមកនោះវានឹងលោតដូចបាញ់អញ្ចឹងគឺលោតថ្នាក់ឲ្យយើងឧទាហរណ៍ថាយើងចង់ពិនិត្យអវត្តមានសិស្សថ្នាក់ទី 10A យើងគ្រាន់តែចុចទៅលើ 10A នោះវានឹងលោតឈ្មោះសិស្សថ្នាក់ទី 10A ឧទាហរណ៍ថាឈ្មោះសិស្សលីលក្ខណៈយើងចុចទៅលើកូដគាត់ចឹងមកនោះយើងនឹងឃើញហើយថាគាត់បានឈប់ប្រមាណដងជាចុងក្រោយនឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបានស្ដាប់វីដេអូនេះហើយនិងចេះប្រើប្រាស់នៅ Telegram Chatbot នេះទាំងអស់គ្នាក្នុងការពិនិត្យលទ្ធផលសិក្សានិងការឆែកមើលអវត្តមានខ្លួនឯង